បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងចង់និយាយប្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាការនៅពីក្មេងបងប្អូនអើយឲ្យតែចេញពីសាលារៀនវិញបងប្អូនអើយនាំគ្នាណាត់គ្នាបងប្អូនទៅបេះទៅសក់នៅចំការឡើយចុះបងប្អូននាំគ្នាបងអំបិលបងប្អូនអើយអាពេលបងអំបិលនោះបងប្អូនលេងម្ទេសម្ដង5ដល់10គ្រាប់បងប្អូនអើយអាពេលមើលទៅគ្មានខេងអំបិលទេបងប្អូនអើយខេងសុទ្ធតែម្ទេសសតហ្មងបងប្អូនអាពេលបងអំបិលខ្ចប់អីហើយបងប្អូនអើយយើងនាំគ្នាដើរទៅចំការឡើយចុះបងប្អូនអាពេលដើរចិត្តទៅដល់ចំការបងប្អូនអើយក្លិនទៅសក់ស្រូវក៏អុភាយតាមខ្យល់បងប្អូនអាពេលដើរទៅដល់បងប្អូនអើយយើងដើរសំដៅតាមក្លិនខ្យល់បក់ហ្នឹងទៅបងប្អូនពេលហ្នឹងទៅដល់ឃើញទៅសក់ស្រូវទុំហ្នឹងហើយបងប្អូនអើយហើយអាពេលហ្នឹងយើងបេះបានប្រហែលជា5 6ផ្លែបងប្អូនយើងក៏នាំគ្នាបេះអាខ្ចីអញ្ចឹងបងប្អូនអាខ្ចីយកមកហូបអញ្ចឹងបងប្អូនដើម្បីយកមកជ្រក់អំបិលហូបអញ្ចឹងបងប្អូនអាពេលយើងបេះហើយយើងនាំគ្នាទៅច្រកក្រុមម្លប់តាមក្តោលអញ្ចឹងបងប្អូនហើយពេលហ្នឹងយើងនាំគ្នាលាងទឹកលាងអីទៅសក់ក្តាប់ទៅសក់អីហ្នឹងបងប្អូនយើងនាំគ្នាហូបជ្រក់មួយអំបិលបងប្អូនអាពេលហ្នឹងបាច់មើលទឹកមុខឯងបងប្អូនអើយមួយហូរទឹកភ្នែកខ្លះទៅក៏ហូមបបេមាត់អីបងប្អូនអើយតាមអំបិលហ្នឹងហល់ពេកចុះបងប្អូនខ្លះទៅស៊ីស៊ូតអីចឹងបងប្អូនតែមិនណាច់តែឃ្លាននាំគ្នាប្រឹងហូបឲ្យអស់ចឹងបងប្អូនអាពេលហូបអាចាស់ខ្ចីហ្នឹងហើយបងប្អូនអើយគ្នាហូបទៅសក់ស្រូវទុំលាងមាត់ម្ដងបងប្អូនអាពេលហ្នឹងហូបហើយមានអារម្មណ៍ថាផ្អែមណាបងប្អូនហើយខ្យល់បក់មកលហើយទៀតបងប្អូនមានអារម្មណ៍ថាផ្អែមហើយឆ្ងាញ់ទៀតទៅសក់ហ្នឹងហើយត្រជាក់ស្រួលទៀតបង